ឆ្នាំ2013ពេលដែល Sir Alex Ferguson ជួលនិវត្តន៍ជើងឯកអង់គ្លេសទាំងមូលដូចជាឈប់ដកដង្ហើម Manchester United បាត់បង់មេដឹកនាំដែលបានកាន់កាប់ក្លឹបជិត3ទសវត្សរ៍សំណួរមួយកើតឡើងតើអ្នកណាអាចជំនួសសម័យនោះបាន David Moyes ត្រូវបានជ្រើសជាម្ចាស់ការថ្មីប៉ុន្តែគ្រាន់តែខែប៉ុន្មានបំណងល្អបានបំផ្លាញដោយសម្ពាធនិងលទ្ធផលអន់ United បាត់ទីកណូលិកដូចជាបាត់ស្មារតីកាលពីមុនបន្ទាប់មក Louis van Gaal មកជាអ្នកសាងសង់ថ្មីគាត់នាំយកប្រព័ន្ធថ្មីនិងស្ទាយអឺរ៉ុបនិងក្នុងឆ្នាំ2016 United ឈ្នះ FA Cup ម្ដងទៀតជ័យជំនះតូចមួយប៉ុន្តែជាសញ្ញានៃការរស់ឡើងវិញបន្ទាប់មកគឺ The Special One Jose Mourinho ជាមួយចិត្តចង់ឲ្យ United ត្រឡប់ទៅកំពូលឆ្នាំ2017ក្លឹបឈ្នះ Europa League EFL Cup និង Community Shield សម័យនោះបាននាំមកនូវការជឿជាក់ថា United is back ប៉ុន្តែភាពចលាចលក្នុងបន្ទប់សម្រាកនិងបញ្ហាផ្ទៃក្នុងបានបញ្ចប់សម័យ Mourinho ដោយលឿនបន្ទាប់មកមនុស្សដែលធ្លាប់ជាវីរបុរសឆ្នាំ1999ត្រឡប់មកវិញគឺ Ole Gunnar Solskjaer គាត់នាំយកភាពជឿជាក់និងស្មារតីបុរាណត្រឡប់មកវិញពេលនោះយប់នៅប៉ារីបន្ទាប់ពីត្រូវបរាជ័យ0-2នៅផ្ទះ United ត្រឡប់មកឈ្នះ PSG ដោយ3-1 Manchester United have pulled off a miracle in Paris ជ័យជំនះនោះធ្វើឲ្យអ្នកគាំទ្រទាំងលោកទាំងស្រីទាំងអស់ធ្លាក់ទឹកភ្នែកឆ្នាំ2022 Erik ten Hag មកដឹកនាំចំនួនថ្មីគាត់នាំយកវិន័យបច្ចេកទេសនិងគន្លងទំនើបឆ្នាំ2023 United ឈ្នះ Carabao Cup ដោយជ័យជំនះលើ Newcastle United ជ័យជំនះដំបូងក្រោយរយៈពេលជាច្រើនឆ្នាំថ្ងៃនេះ Manchester United កំពុងស្វែងរកអត្តសញ្ញាណថ្មីចំនួនថ្មីកំពុងកើតឡើងដូចជា Bruno Fernandes, Garnacho និង Menu ពួកគេមិនត្រឹមតែស្គាល់ប្រវត្តិសាស្ត្រប៉ុន្តែពួកគេចង់បង្កើតប្រវត្តិសាស្ត្រថ្មីផងដែរក្លឹបនេះធ្លាប់ធ្លាក់ប៉ុន្តែពេលណាក៏ឈរឡើងវិញដូចជាពាក្យល្បីមួយ Form is temporary, class is permanent អ្វីដែល United មានមិនមែនតែពានឬកីឡាករល្បីទេប៉ុន្តែជាអត្តសញ្ញាណនៃក្លឹបដែលសរសេរឡើងដោយឈាមនិងចិត្ត